សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសិក្សាទៅលើភាសា Java អញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំនឹងមកធ្វើការណែនាំទាំងអស់គ្នាឬក៏បង្រៀនអំពីភាសា Java Programming Language របស់យើងហើយនេះដែរគឺជាមេរៀនទី1ដែលចាប់ផ្ដើមដំបូងហ្មងគឺ Introduction អូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលទៅនិយាយអំពី Java ហ្នឹងតែម្ដងអញ្ចឹងនេះគឺជា content ដែលយើងនឹង cover នៅក្នុងវីដេអូមួយនេះគឺទី1គឺ learning objective នៃការរៀនភាសា Java របស់យើងហើយយើងនឹងស្គាល់ថាអ្វីទៅគឺជាភាសា Java ហេតុអ្វីបានជាយើងត្រូវរៀនភាសា Java ហ្នឹងហើយមួយទៀតគឺ use case មានន័យថា Java ហ្នឹងគឺត្រូវបានប្រើប្រាស់នៅកន្លែងណាខ្លះបើយើងរៀនហើយយើងត្រូវដឹងថាយើងត្រូវយកទៅប្រើនៅកន្លែងណាហើយមួយទៀតយើងនឹងរៀនអំពីfeature របស់ភាសា Java ផងដែរថាតើ Java ហ្នឹងវាមានfeature អីខ្លះដែលយើងអាចប្រើប្រាស់បានហើយយើងនឹង understand ទៅលើ JDK JRE និង JVM ហើយនឹងយើងក៏ស្វែងយល់អំពី bytecode និង machine code ដោយសារតែ Java ហ្នឹងពាក់ព័ន្ធនឹង keyword មួយចំនួនបើមិនជាអ្នកទាំងអស់គ្នាអត់តន់យល់ពីពាក្យថា bytecode machine code ឬក៏អីហ្នឹងទេ yes that's okay ខ្ញុំនឹងបញ្យល់នៅក្នុង section បន្ទាប់អញ្ចឹងយើងយល់ពី Java Edition version នៃការ release Java មួយហ្នឹងតើវាមានភាពខុសគ្នាអីខ្លះឬក៏មិនដែរហើយនឹង first programming in Java តើសេ code trong ភាសា Java first programming យើងអូខេអញ្ចឹងចំណុចទី1យើងចូលទៅដល់ understanding objective learning អូខេអញ្ចឹង learning ទៅលើ learning objective អញ្ចឹងមកពេលដែលរៀនចប់វីដេអូនេះហើយអ្នកនរគ្នានឹងយល់ថា Java ហ្នឹងគឺជាអីគេហើយអាចយល់ថាមិនបាន Java ហ្នឹង popular ពេញនិយមប្រើប្រាស់អញ្ចឹងណាហើយខ្ញុំនឹង detail ទៅលើចំណុចមួយហើយចំណុចទី3អ្នកនរគ្នាមានសមត្ថភាពអាច describe ទៅលើ common Java use case អ្នកនរគ្នាក៏ជាអាចនិយាយដឹងឬក៏យល់ថាតើ Java ហ្នឹងគឺជាទូទៅគឺប្រើប្រាស់នៅកន្លែងណាខ្លះហើយអ្នកនរគ្នាអាចយល់ទៅលើពពួកអស់នេះខ្ញុំបាននិយាយខាងលើហើយនឹងអាចយល់ពី process នៃភាសា Java ឬក៏ code របស់ Java ហ្នឹងវាដើរយ៉ាងម៉េចវា run យ៉ាងម៉េចគឺយើងនឹងស្វែងយល់ទាំងអស់គ្នាហើយ yes ដូចគ្នាដែរអញ្ចឹងទី1គឺតោះចាប់ផ្ដើមទាំងអស់គ្នាណាយើងយល់អំពីថាតើអ្វីទៅគឺជា Java អញ្ចឹង Java គឺជា high level programming language មួយដែល based ទៅលើប្រើទៅលើ class based object oriented programming language មានន័យថាភាសា Java គឺជា high level programming មានន័យថាម៉េចជាភាសាមួយឬក៏ programming language មួយដែល high level មានថាមនុស្សយើងអាចអានយើងអាចមើលទៅ code របស់ភាសា Java ហ្នឹងគឺយើងយល់ថាវាភាគច្រើននៅក្នុង Java គឺវាប្រើប្រាស់នៅភាសាអង់គ្លេសច្រើនដូចពាក្យមួយចំនួន if while អីហ្នឹងសុទ្ធតែជា condition word ហើយដែលយើងអាចអានបានហើយយើងងាយស្រួលយល់ជាងភាសា programming language ដទៃទៀតដូចជា C#, C++ ដែល syntax វាពិបាកអញ្ចឹងហើយទើបគេថា Java របស់យើងនឹង high level វាដូចនិយាយទៅយើងដូចអានអង់គ្លេសអញ្ចឹងណាតែមាន keyword មួយចំនួនដែលឬក៏ syntax មួយចំនួនដែលទាមទារយើងត្រូវចងចាំផងដែរអញ្ចឹងJava ហ្នឹងគឺត្រូវបានបង្កើតឡើងដោយលោកJames Gosling ដែល James Gosling ហ្នឹងគាត់ជា team គាត់មាន team របស់គាត់នៅក្នុងក្រុមហ៊ុន Microsystem ដែលបាន release នៅក្នុងឆ្នាំ1995ឲ្យមានន័យថាដាក់ឲ្យយើងប្រើប្រាស់ហើយកាលឆ្នាំ1995ហ្នឹងគឺអត់តន់កើតទេខ្ញុំក៏មិនតន់កើតដែរហើយ original developer គឺ Sun Microsystem ហ្នឹងណាដោយសារតែ James Gosling គឺគាត់នៅនឹងហើយ currently Oracle ជាអ្នក maintenance ទៅលើJava ហ្នឹងផងដែរដោយសារគាត់បានទិញ set យកអញ្ចឹងណាហើយ core philosophy ទស្សនៈរបស់ Java គឺ write one run anywhere អញ្ចឹង write one run anywhere មានន័យថា Java គឺ very very independent មានន័យថាយើងសរសេរ code ម្ដងហើយយើងអាចយក code ហ្នឹងទៅ run នៅលើ computer ឬក៏ run នៅលើ operating system មួយណាក៏បានដែរដែល compile
Java code ហ្នឹងទៅជា bytecode ហើយយើងអាច run ទៅលើ JVM ដែលឲ្យនៅទៅ operating system មិនថាអីក៏ដោយគឺយើងអាច run នៅ code Java ដែលយើងសរសេរហ្នឹងទោះបីបើសិនជាអ្នកនរគ្នាអត់យល់ JVM compile អីហ្នឹងតែ okay ខ្ញុំនឹងបញ្យល់ឬក៏ detail នៅចំណុចបន្តទៀតអញ្ចឹងណាឥឡូវយើងស្វែងយល់ថាហេតុអ្វីបានជាយើងត្រូវរៀនភាសា Java why learn Java ដូចនិយាយមុនហ្នឹងអញ្ចឹងគឺ Java beginner friendly it has clear manageable syntax remove complex feature like pointer អញ្ចឹងមានន័យថា syntax របស់វាគឺ simple យើងអានទៅគឺវា friendly ដែលខ្ញុំក៏ចាប់អារម្មណ៍ដែរភាសាទាំងអស់ខ្ញុំមើលទៅភាសា Java គឺវា ខ្ញុំ interest ទៅលើវាមែនតើដោយសារតាអីគេវា syntax វាសាមញ្ញស្រួលអានស្រួលយល់ហើយ syntax វាគឺយើងអាចងាយស្រួលចាំហើយវា remove complex feature like pointer អានេះ pointer នេះបើសិនជាអ្នកនរគ្នាធ្លាប់រៀន C++ ឬក៏ C# អីបានស្គាល់ណា pointer នេះគឺជា feature មួយដែលសម្រាប់ធ្វើការ manipulate ឬក៏យើងរៀបចំទៅលើ memory ការ store ទៅលើទិន្នន័យតែ pointer នេះតើតាអ្នករៀននៅ C ឬក៏ C++ បានអាចយល់បានតែបើនៅក្នុង Java អូខេយើងអត់យល់ពីវាក៏បានដែរ អូខេយើងនឹងព្យាយាមយល់នៅពេលក្រោយតែបើខ្ញុំនិយាយទៅ pointer មានន័យថាការរៀបចំការ store ទិន្នន័យយើងអាចរៀបចំ address ព័ត៌មានរបស់យើងហើយយើង store value អីអញ្ចឹងទៅហើយវារៀង complex សម្រាប់ C++ តែក្នុង Java យើងគឺយើងអត់មាន feature ទេយើង remove វាចោលហើយសារតែវាក៏ទៅវារៀង complex ដែរហើយមួយទៀតJava គឺវាមាន community ធំ large community ដោយសារតែមានអ្នកប្រើប្រាស់ច្រើនហើយ developer នៅលើពិភពលោកគឺគាត់ប្រើប្រាស់ច្រើនអញ្ចឹងមាន developer ឬមានអ្នកដែលចេះភាសា Java ហ្នឹងគាត់ make tutorial គាត់បង្កើត community បង្កើត website ធំៗដែលយើងអាចទៅ explore មើល tutorial អំពីឬក៏យើងរៀនអំពីភាសា Java ហ្នឹងបានដោយងាយពេលដែលយើងមានបញ្ហាអីមួយឧទាហរណ៍ថាយើងសរសេរ code Java យើងមាន bug យើងមាន problem យើងមាន error អី yes យើងអាច explore នៅក្នុង website ធំឬក៏និយាយទៅយើងអាចងាយស្រួលក្នុងការរកដំណោះស្រាយមែនទេដល់ពេលយើងជួបបញ្ហានៅក្នុងការ develop ជាមួយនឹង Java ហើយយើងនិយាយពី cross platform មានន័យថាពេលដែលយើងសរសេរ code ភាសា Java ហើយយើងឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំកំពុងធ្វើលើ Windows អញ្ចឹងណាធ្វើលើ Windows អញ្ចឹងដល់ពេលដែលខ្ញុំធ្វើនៅហ្នឹងហើយខ្ញុំអាចយក code របស់ខ្ញុំហ្នឹងទៅ run នៅលើ make ទៅលើ Linux Android anything ទៅលើ operating system ផ្សេងៗគឺបានដូចគ្នាដោយសារតែ Java វា support ណាវាមាន JVM ហើយមួយទៀត enterprise standard អញ្ចឹង industry ធំនៅលើពិភពលោកដូចជាពពួក banking system ឬក៏ system ធំអីគេប្រើដែរភាសា Java ដើម្បី develop ទៅលើ system របស់គេហើយមួយទៀតពាក់ព័ន្ធនឹងទីផ្សារការងារគឺមានន័យថានៅក្នុងទីផ្សារគឺគេទាមទារខ្លាំងមែនតើគេតម្រូវការទៅលើភាសា Java ហ្នឹងក៏ច្រើនព្រោះអី system មួយដែលធំគេចាប់ផ្ដើមប្រើប្រាស់ភាសា Java ហើយនឹងកំពុងប្រើដូចគ្នាអញ្ចឹងទីផ្សារការងារពេលយើងចេះភាសា Java ហើយអូខេយើងក៏ងាយស្រួលក្នុងការស្វែងរកការងារផងដែរហើយមួយទៀតគឺ object oriented programming OOP ដែលយើងស្គាល់ណាពីច្រើនគេនិយាយថាឲ្យតែចេះសរសេរ OOP យើងធ្វើការបានហើយច្រើនលឿនអញ្ចឹងOOP ហ្នឹងគេមានន័យថាវា promote code clean organize មានថាយើង module code របស់យើងទៅជាមានថា code របស់យើង clean ហ្មងយើងសរសេរទៅយើងមាន class មាន object create ចេញពី class code របស់យើងនៅក្នុងមួយ section មើលទៅវាមាន structure របស់វាត្រឹមត្រូវដែលធ្វើឲ្យយើងងាយស្រួលក្នុងការ develop និង maintenance ហើយយើងមើលទៅងាយស្រួលយល់ផងដែរហើយមួយទៀត Academy Industry Standard អញ្ចឹងដូចគ្នាយើងឡើងណាជានៅលើ university ធំនៅស្រុកខ្មែរយើងក៏ដូចគ្នាដែរគេពីបរៀន code គឺ Java គឺសុទ្ធតែមានណាសាលាមួយចំនួនអាចអត់អញ្ចឹងទៅតែបើភាគច្រើនគឺខ្ញុំដឹងតែគេដាក់ចូលហើយ Java នៅក្នុង curriculum នៃការរៀនអូខេអញ្ចឹងហ
head poll យើងរៀន Java គឺមានហោហែដែលខ្ញុំបាន explain ហ្នឹងហើយមួយទៀតយើងដឹងពី use case យើងមកស្វែងយល់ពី use case របស់ភាសា Java ដែរថាយើងប្រើវានៅកន្លែងណាប្រើបានធ្វើអីអញ្ចឹងណាដូចជា develop ទៅលើ desktop application build cross platform GUI application អញ្ចឹងដូចជា desktop application ក៏យើងប្រើប្រាស់ Java ផងដែរ desktop application ដូចជាពីមុនគេប្រើ Java ហ្នឹងគឺគេមាន GUI ណាgraphic user interface ក៏យើងវា provide នៅពពួក tool ដើម្បី build ទៅលើ desktop application ផងដែរអញ្ចឹងអ្នកនរគ្នាអាច explore បន្ថែមទៀតបានហើយចំពោះ web application អញ្ចឹងបច្ចុប្បន្ន web application គឺពេញនិយមមែនតើពីច្រើនគេយក Java របស់យើងហ្នឹងទៅ build ជា API តែបើសិនអ្នកនរគ្នាអត់ទាន់ស្គាល់ API ថាជាអីទេ that's okay យើងអត់ត្រឹម level យើងមិនបាច់ចាំទៅយល់ពី API ឬក៏អីក៏បានដែរគឺគ្រាន់តែយើងរៀនពី Java យើងដឹងពី use case របស់វាទៅ web application ថាយើងប្រើវាទៅអីយើងគ្រាន់តែដឹងហើយបើសិនជាមានពេលយើង explore មុនទៅដោយសារតែ concept យើងដែលយើងរៀននៅក្នុង lesson ដែលយើង cover ហ្នឹងគឺអត់ទៅដល់ធ្វើ web application ទេយើងគ្រាន់តែយើងរៀនពី concept សំខាន់នៅក្នុង Java ឬក៏ foundation ដែលធ្វើឲ្យយើងមានសមត្ថភាពនៅក្នុងការទៅចាប់យក framework របស់វាតែបើអត់ដឹងថា framework នឹងអីទៀត that's okay ចាស់ស្ដាប់សិនណាហើយនៅក្នុង Android development អញ្ចឹង Java គឺពេញនិយមមែនតើ foundation របស់ language សម្រាប់ Android mobile system គឺ Java ហ្នឹងឯង Java សម្រាប់ develop Android app ដែលយើងដាក់នៅក្នុង Play Store ហ្នឹងគឺ Java គឺ perfect ឯងហើយមួយទៀតគឺ enterprise system ដូចជាខ្ញុំបាននិយាយនៅខាងលើអញ្ចឹងចំពោះ high performance back end application for major business មានថាវាអនុញ្ញាតឲ្យយើង build ទៅលើ high performance មានថា performance លឿនហើយនឹង support ទៅលើការ access របស់ user ពេលដែលយើង build ទៅលើ system ដែលធំគឺ Java គឺវា suitable ស័ក្តិសមហ្មងសម្រាប់ការងារតើមាន business ត្រឹមត្រូវហ្នឹងគឺ Java គឺ perfect ហើយ secure ផងដែរអញ្ចឹងចំពោះ enterprise system មានថា enterprise មានថាលំដាប់system ធំសម្រាប់ company ដូច bank នេះអីអញ្ចឹងអូខេអញ្ចឹងគឺបែបហ្នឹងឯងហើយចំពោះ banking system trust by financial institution អញ្ចឹងគឺ banking system ពីច្រើនដូចខ្ញុំនិយាយអញ្ចឹងគេពីច្រើនគេចង់បាន secure យើងដឹងហើយថានៅក្នុង system ត្រូវតែ secure ហើយ transaction មួយចំនួនដូចជាការវេលុយអីហ្នឹងរាប់ម៉ឺនដុល្លារឬក៏រាប់ពាន់រាប់ម៉ឺនអញ្ចឹង transaction ហ្នឹងត្រូវតែ trust ត្រូវតែមានភាពសុវត្ថិភាពហើយ e-commerce support ទៅលើ high traffic web application with complete database payment system នេះគ្នាវា support ទៅលើយើងបើសិនយើង build ទៅលើ e-commerce ដែលជា website លក់ product អញ្ចឹងណាយើងអាចឲ្យ user ចូលទៅ access ចូលទៅមើល website របស់យើងនឹងចូលទៅមើល product យើងមានលក់អីគឺខ្លះអញ្ចឹងអាច support មាន user ចូលទៅមើលជាច្រើនហើយ Java យើងគឺស័ក្តិសមបំផុតហើយដោយសារតែវា support ដោយសារវាមាន thread multi thread ដែលអ្នកនរអត់ទាន់ស្គាល់ក៏អីដែរយើងគ្រាន់ដឹងពី concept សិនទៅតែយើងគ្រាន់តែដឹងថា use case របស់យើងនេះ desktop application web Android enterprise system banking system e-commerce ហើយ cloud application អញ្ចឹងភាគច្រើនគេ cloud đấy មានន័យថាយើងអត់អាចយក Java ហ្នឹងទៅវានៅលើ code យើងនៅលើ personal computer យើងហើយដាក់ឲ្យគេប្រើទេគឺយើងត្រូវតែ deploy វាទៅលើ cloud ដូចជា Google Cloud ឬក៏អីអញ្ចឹងណាយើង deploy ទៅហើយដើម្បីឲ្យយើងចូល access ពី device របស់យើងទៅកាន់ application របស់យើងបានហើយនេះគឺជា containerized microservice architecture នេះសុទ្ធតែជា architecture enterprise ណាអ្នកនរគ្នាអត់ទាន់យល់ក៏អីដែរនេះសិតទៅក្នុង advanced level ហើយពួក cloud application អីហ្នឹងហើយ big data big data គឺការ process data ជាច្រើនហើយអ្នកនរគ្នាមិនបាច់អត់អីទេយើងគ្រាន់តែដឹងថា Java គឺអាចប្រើប្រាស់នៅក្នុងវិស័យនៅក្នុង sector នៅក្នុង
ការងារទាំងអស់ហ្នឹងបាន embedded system ដូចជាពពួក IoT device ក៏យើងប្រើ Java ដើម្បី build ទៅលើ application ដាក់នៅតាម embed ទៅលើ device ដូចគ្នាអញ្ចឹង use case របស់ Java គឺច្រើនមែនតើសឹងថានៅក្នុងវិស័យ IT យើងគឺវាចូលច្រើនអូខេអញ្ចឹងយើងបានយល់ពី use case របស់វាហើយអញ្ចឹងយើងមកស្វែងយល់ទៅលើ Java feature មានថាមុខងាររបស់ Java អញ្ចឹងណាវា feature របស់វាគឺ simple syntax clean អញ្ចឹងមានន័យថាដូចខ្ញុំនិយាយមុននឹងហើយអស់ហើយវានេះគ្រាន់តែ explain បន្តទៀតទេណាវា syntax របស់វាគឺងាយស្រួលយល់ remove complex អស់ហើយ object oriented ក៏បាននិយាយដែរហើយ platform independent ឥឡូវ platform independent មានន័យថាវារៀនសរសេរ code Java ហើយវាអត់ depend ថាតើតា run នៅលើយើងសរសេរដូចខ្ញុំនិយាយមុននឹងអញ្ចឹងខ្ញុំសរសេរ application ឬសរសេរ code របស់យើងហ្នឹងនៅលើ Windows ហើយខ្ញុំយកទៅ run នៅលើ macOS អត់ដើរមិនអញ្ចឹងទេអញ្ចឹងមានថាយើងសរសេរនៅលើ Windows យើងយកទៅ run នៅលើ macOS ក៏វាដើរដែរវា support មែនតើហើយ លក្ខណៈវាគឺបែបហ្នឹងអត់ដូចlanguage មួយចំនួនទេដូចវា compile code ហើយតែ code វា run បាននៅលើទៅថា Java C++ អញ្ចឹងទេវា compile code ទៅ code វាហ្នឹងទៅជា machine code ហើយវា direct execute by CPU យើងណាអញ្ចឹងធ្វើឲ្យ code របស់យើងគឺ run បានទៅនៅលើ operating system របស់យើងទេបើសិនជាស្ដាប់ទៅមានអារម្មណ៍ថាអត់យល់ that's okay ណាចាស់ពេលដែលយើងអត់ទាន់បានចូលរៀនពេលដែលយើងចូលទៅតាម step មួយយើងនឹងយល់តែថ្ងៃនេះយើងមក overview យើងមកស្គាល់ដឹងពីសមត្ថភាពរបស់វាសិនអញ្ចឹងsecure Java គឺ very secure ហើយដោយសារតែ code វា run នៅក្នុង secure environment មួយដែលហៅថា sandbox ឬក៏យើងដែលវាត្រូវបាន manage ដោយ JVM នេះពាក្យពេញរបស់វាគឺJava Virtual Machine ដែលវាមានសមត្ថភាពខ្លាំងហើយចំណុចខ្លាំងរបស់វាគឺ core វាគឺនឹងហើយ JVM ហ្នឹងហើយដែលវាអត់មាន lake direct memory access មានថាអត់មានការ low ឲ្យ access memory directly ទេវា protect ទៅលើ system ឬក៏ protect ដែលការ unauthorized access ទៅលើ memory អញ្ចឹងវា very secure robust អញ្ចឹង Java គឺខ្លាំងណាវាមានន័យថា robust គឺនិយាយមកគឺខាងវាខ្លាំងបើរៀបរាប់តាមពីលើមកគឺពិតជាខ្លាំងមែនឧទាហរណ៍ថាវា error detection អញ្ចឹងនៅពេលដែលសរសេរ code during ដែលយើងសរសេរហ្នឹងវា detect error នៅពេលយើងសរសេរមានបញ្ហាឬក៏ error អីមួយអញ្ចឹងទៅហើយ feature automatic garbage collection exception handling make application reliable ដូចគ្នា garbage collection មានន័យថាដូចនៅក្នុង C++ អីចឹងយើងសរសេរ code យើងបង្កើត variable បង្កើតអីផ្សេងវាសុទ្ធតែ allocate memory ណាហើយ Java វា auto collect ទៅលើកន្លែងណាដែលយើងអត់ប្រើប្រាស់យើងសេ code ហើយយើងអត់ប្រើ Java វានឹង auto collect អស់ហ្នឹងហើយ remove ចោលអញ្ចឹងអត់អីទេយើងនឹងយល់ពីវានៅពេលបន្តិចទៀត multi thread ណាខ្ញុំនិយាយខាងលើ multi thread មានន័យថា allow ឲ្យ application របស់យើងដែលសេចេញពីភាសា Java ហ្នឹងវា perform multitask simultaneously មានន័យថា at the same time មានន័យថាវាអាចធ្វើការច្រើននៅក្នុងពេលតែមួយដែល thread ហ្នឹងវាជាអ្នក handle ទៅលើការងារទាំងអស់ហ្នឹងឧទាហរណ៍ថាយើង request ធ្វើអីមួយអញ្ចឹងវាទៅធ្វើការពីរផ្សេងគ្នាអញ្ចឹងវាអាច support បែបហ្នឹងបានឧទាហរណ៍ថាជាក់ស្ដែងខ្ញុំមិនបាច់ទេអត់អីចាំយើង detail យើងនឹង say code យើងនឹងដឹងហើយថា multi thread ហ្នឹងគឺគ្រាន់តែដឹងថាវា allow program របស់យើងនឹងទៅ perform multitask at the same time ធ្វើរឿងច្រើននៅក្នុងពេលតែមួយដូចយើងជំរុញអញ្ចឹងយើងធ្វើរឿងក្នុងពេលតែមួយធ្វើរឿងមួយក្នុងពេលតែមួយតែ Java វាមាន multi thread ហ្នឹងគឺ support បែបហ្នឹង high performance គឺវាមាន high performance មានន័យថាវា process លឿនហើយវា use
Java just in time compile មានន័យវា compile code របស់យើងហ្នឹងហើយ translate ទៅជា bytecode ហើយ provide instruction ហ្នឹងទៅកាន់CPU ឬក៏ទៅកាន់ hardware របស់យើងឲ្យ process function យ៉ាងលឿនផងដែរហើយមួយទៀតយើងនិយាយពី distributed មានន័យថាវាមាន built in សមត្ថភាព capability សមត្ថភាពរបស់ Java គឺពេលយើង develop វាហើយអនុញ្ញាតឲ្យ application របស់យើងគឺទំនាក់ទំនងមួយ device ផ្សេងៗនៅលើ internet បានអញ្ចឹងណាហើយ portable មានន័យថាចល័តដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងយើង compile code យើងហើយយើងដាក់ទៅ deploy ទៅsorry ដែលពេលយើង Java platform យើងគឺ independent មានន័យថាវា flexible វាចល័តអញ្ចឹង run នៅណាក៏បានដែរ process នៅណាក៏បានដែរឲ្យតែមាន JVM ដែលយើងស្គាល់ JVM ដែលខ្ញុំបាននិយាយខាងលើនេះហើយមួយទៀត dynamic មានន័យថា Java គឺ adapt ទៅកាន់គ្រប់ environment មានន័យថាវា dynamic មានន័យថាវាធ្វើតែមុខងារណាដែល user ប្រើប្រាស់ទេឧទាហរណ៍ថានៅក្នុង system មួយយើងមានមុខងារនៅក្នុង HR system មួយអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យងាយស្រួលយល់នៅក្នុង HR system មួយមានមុខងារបង្កើតបុគ្គលិកណាបុគ្គលិកចូលមកយើងបង្កើតឈ្មោះបង្កើតអីគាត់អញ្ចឹងហើយមានមុខងារមួយទៀតគ្រប់គ្រងទៅ payroll មានថាបើកប្រាក់ខែបុគ្គលិកអញ្ចឹងបើសិនយើងចូលទៅប្រាក់មុខងារបង្កើតបុគ្គលិកនេះអញ្ចឹងclass ឬក៏function នៅក្នុងpayroll គឺអត់ដំណើរការទេហើយវាអត់ load ពពួក class dynamic class ដែល support ទៅលើការងារហ្នឹងមកទេអញ្ចឹងតើតើប្រើបាន load មកហ្នឹងវាលក្ខណៈ dynamic គឺបែបហ្នឹងអូខេខ្ញុំសុំហូបទឹកមួយឥឡូវហ្នឹងគឺ feature របស់វាគឺ powerful បែបហ្នឹងហើយអ្នកទាំងអស់គ្នានឹងយល់ហើយស្គាល់វា detail នៅពេលដែលយើងចូលទៅរៀនមេរៀនបន្តទៀតអញ្ចឹងណាហើយចំណុចទី6គឺយើង understanding JDK JLE and JVM តោះឥឡូវយើងដល់ចំណុចសំខាន់ហើយអានេះក៏យើងមិនចាំចេះពីវាទេគ្រាន់តែយើងស្គាល់វាណាយើងអត់ចាំបាច់ទៅរៀនពី JDK ហ្នឹងវាធ្វើមិនមែនយើងទៅរៀនធ្វើវាទេយើងគ្រាន់តែដឹងនិងស្វែងយល់អានេះគ្រាន់តែការដឹងនិងស្វែងយល់ទេអូខេអញ្ចឹងយើងស្វែងយល់ពីវាទាំងអស់គ្នាទី1គឺ JDK មានន័យថាJava development toolkit ដែលវាមានន័យថាជាកន្លែងមួយដែល provide នៅ everything ដែលអាចឲ្យយើងសរសេរ code Java គឺយើងត្រូវការ JDK ហ្នឹងហើយវា provide complete software development environment ជា environment មួយសម្រាប់ develop ដែល include ដូចជា Java C debugger ហើយនិង tool ជាច្រើនទៀតសម្រាប់ developer យើងសម្រាប់យើងហ្នឹងដែលយើងត្រូវសរសេរ code ហ្នឹងយើងត្រូវការហ្នឹងហើយមួយទៀត JLE គឺនៅក្នុងអានេះមានថានេះជាអានេះជាកូនអានេះជាកូនរបស់នេះទៀតវាមានអត្ថនានុក្រមបែបហ្នឹងហើយចំពោះ JLE វាថា Java in a runtime environment ដែលជាកន្លែង software package provide នៅ class library ហើយ JVM ក៏នៅក្នុងអាហ្នឹងដែរហើយ component ជាច្រើនដែលអាចធ្វើយើង run ទៅលើភាសា Java របស់យើងពេលយើង develop រួចហើយមួយទៀតគឺ JVM អានេះគឺ core Java virtual machine engine the engine actual run compile bytecode translate to native system អញ្ចឹងនៅពេលដែលយើងសរសេរ code Java ហ្នឹងcode យើងអត់អាចទៅធ្វើ function ទាំងអស់ហ្នឹងបានទេតែយើងត្រូវការ JVM នេះ compile បំលែង code ហ្នឹងទៅជា bytecode ហើយ JVM ហ្នឹងនឹង translate bytecode ហ្នឹងទៅជា machine code ហ្នឹងហើយជា code ដែលបញ្ជាទៅលើ CPU របស់computer យើងឲ្យវា function ឬក៏ធ្វើការទៅតាម instruction ឬក៏ code ដែលយើងបានសរសេរបញ្ជាហ្នឹងអូខេអញ្ចឹងcompare វាតិចមើលទី1គឺ JDK គោលបំណងគឺ develop Java application ហ្នឹងហើយវា provide នៅទាំងអស់ហ្នឹងហើយ
មាន JLE Development Toolkit Debugger ដែលយើងនិយាយនៅក្នុងនេះហើយ JLE គឺ Java run Java application ដើម្បី run បានគឺអាច JLE ហ្នឹងវាសំខាន់ណាវាមានcompiler វាមាន JVM JVM នេះ execute នេះទៅលើ bytecode នេះ execute engine memory allocator ហ្នឹងគឺជាអ្នក execute bytecode ហ្នឹងទៅជា machine code ដែលធ្វើឲ្យapplication របស់យើងគឺអាចដំណើរការបានហើយនេះគឺជា flow ដែលយើងនិយាយមកអញ្ចឹងទី1 Java source code អូខេយើងសរសេរ Java code ហ្នឹងមិនអូខេយើងនឹងសរសេរមានន័យថាយើងសរសេរ code បានហើយមក file អញ្ចឹងហើយយើង run វាពងអញ្ចឹងមានន័យថាយើង compile វាទៅជា bytecode compile ទៅជា bytecode មានថាបំលែងវាទៅជា bytecode ដែលមាន extension dot class អញ្ចឹងហើយ bytecode ហ្នឹងបានចេញពី bytecode បានយើងទៅដល់តួនាទីរបស់ virtual machine យើងហ្នឹងនឹងបំលែង bytecode ហ្នឹងទៅជា machine code ជា binary code 0101ហ្នឹងដែលអាចធ្វើឲ្យ CPU របស់យើងហ្នឹង read ទៅលើ instruction ឬក៏ binary code ហ្នឹងហើយអាច function ទៅលើមុខងារដែលបាន describe នៅក្នុង bytecode ហ្នឹងផងដែរអូខេឥឡូវនេះគឺមកស្វែងយល់ទី7ឥឡូវយើងស្វែងយល់ណាយើងកុំឲ្យទៅ abstract ពេកថា bytecode នឹងមិន machine code នឹងមិនអូខេហើយយើងនឹងសិក្សាទៅលើវាបន្តិចអញ្ចឹង bytecode នឹងគឺជាអីគេ bytecode វាគឺជា code ដែលយើង compile វាចេញពី Java code យើង Java source code យើង compile វាចេញមកខ្លះជា bytecode ដែលតំណាងឲ្យ code ដែលយើង generate compile ពី source របស់ Java ហើយអាហ្នឹងគឺអត់អាចឲ្យapplication ឲ្យ computer របស់យើង process ទៅលើការងារបានទេទូតាមតែយើងត្រូវការប្រើ JVM នេះ JVM គឺវា understand bytecode ហ្នឹងហើយវា translate ទៅជា machine code អញ្ចឹង bytecode វាហាក់ដូចជាបើយើងប្រៀបធៀបថាដូចជាភាសាអង់គ្លេសមួយអញ្ចឹងភាសាអង់គ្លេសប្រៀបដូចជា bytecode អញ្ចឹងបើយើងនិយាយទៅកាន់ភាសាជនជាតិជប៉ុនអញ្ចឹងលោកតាជប៉ុនត្រូវការអ្នកបកប្រែហើយនេះJVM អ្នកបកប្រែអាហ្នឹងទៅជានេះ machine code ហ្នឹងដែល machine code ហ្នឹងតំណាងឲ្យភាសាជប៉ុនហើយ CPU របស់យើង Windows អីហ្នឹងជាជនជាតិជប៉ុនដែលគាត់ត្រូវទទួលស្ដាប់ទៅលើភាសារបស់គាត់អញ្ចឹងនេះចេញពីនេះមកនេះបកប្រែមកជាភាសានេះហើយCPU របស់ Windows hardware របស់យើងនឹងអាច understand ទៅលើ machine code បានអញ្ចឹងអូខេអញ្ចឹងyes គឺចំណុចសំខាន់គឺប៉ុណ្្នឹងឯងនៅក្នុងថ្ងៃហ្នឹងគឺយើងសិក្សាបានច្រើនណាយើងបាន7ចំណុចហើយនឹងយើងនឹងបន្តទៅសិក្សាចំណុចរបស់យើងបន្តទៀតនៅវីដេអូក្រោយអញ្ចឹងយើងបានសិក្សាពីទី1 objective learning យើងរៀនបានពីយើងស្គាល់ពីភាសា Java ហើយយើងដឹងហេតុផលថាហេតុអីយើងត្រូវរៀន Java ហើយដឹងថា Java ហ្នឹងគឺបានប្រើប្រាស់នៅកន្លែងណាខ្លះអញ្ចឹងណាហើយរៀនពី feature លឿនខ្ញុំគិតថាលឿនដែរunderstanding JDK JLE JVM យើងបានស្គាល់អ្វីទៅជា bytecode អ្វីទៅជា machine code ហើយបើសិនជាអ្នកនរគ្នាអត់ទាន់ចាំច្បាស់អីទេអូខេយើងនឹងស្វែងយល់ពីវាបន្តទៀតអានេះគ្រាន់តែឲ្យស្គាល់ទេអត់ទាមទារឲ្យអ្នកនរគ្នាចេះចាំទេណាគ្រាន់តែដឹងពីសមត្ថភាពរបស់ភាសា Java ហើយ edition first program ហ្នឹងយើងនឹងជួបនៅក្នុងវីដេអូក្រោយអូខេអញ្ចឹងបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយទាំងអស់